សូមគោរពជំរាបសួរលោកយាយលោកតាពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនាក៏ដូចជាចូលចិត្តស្ដាប់នៅរឿងនិទានខ្មែរថ្ងៃនេះខ្ញុំបាទសូមលើកយករឿងមហាករុងមិគជាដកឬដែលយើងទូទៅស្គាល់ថាជារឿងក្តាន់មាសគឺជាសាច់រឿងមួយដែលដកស្រង់ចេញពីសតន3ដកខុទ្ទកនិកាយជាដករឿងនេះបង្ហាញពីការលះបង់ដ៏អស្ចារ្យរបស់ព្រះពោធិសត្វដើម្បីសង្គ្រោះសត្វដទៃតួអង្គសំខាន់នៅក្នុងរឿងនេះទី1គឺសត្វក្តាន់មាសដែលជាតួអង្គព្រះពោធិសត្វដែលមានរូបរាងស្រស់ស្អាតសម្បុរដូចមាសចែងចាំងនិងមានចិត្តមេត្តាករុណាបរិសអ្នកក្រជាមនុស្សដែលត្រូវបានក្តាន់មាសជួយជីវិតប៉ុន្តែចុងក្រោយបែរคล้ายជាជនក្បត់ព្រោះតែភាពលោភលន់ចង់បានរង្វាន់ព្រះបាទព្រះនសីស្ដេចដែលចង់បានក្តាន់មាសមកចិញ្ចឹមតាមរយៈការសន្យាផ្ដល់រង្វាន់សូមតាមដានស្ដាប់និងទស្សនាដូចតទៅនៅក្នុងសម័យមួយមានបរិសម្នាក់ត្រូវបានទឹកជំនន់ហូរនាំទៅចិត្តនឹងលង់ទឹកស្លាប់ទៅហើយពេលនោះព្រះពោធិសត្វដែលយន់យកកំណើតជាក្តាន់មាសបានឃើញក៏កើតចិត្តអាណិតហើយបានហែលទឹកទៅជួយសង្គ្រោះបរិសនោះមកលើគោកវិញមុននឹងបែកគ្នាក្តាន់មាសបានផ្ដាំបរិសនោះថាសូមអ្នកកុំប្រាប់នរណាថាខ្ញុំរស់នៅទីនេះឡើយដើម្បីសុវត្ថិភាពរបស់ខ្ញុំក្រោយមកព្រះមហេសីរបស់ព្រះបាទព្រះនសីទ្រង់បានយល់សពឃើញក្តាន់មាសសម្ដែងធម៌ឲ្យស្ដាប់ព្រះរាជាក៏បានប្រកាសរកអ្នកដែលស្គាល់កន្លែងក្តាន់មាសដោយសន្យានឹងប្រគល់មាសប្រាក់និងបុណ្យស័ក្តិយ៉ាងច្រើនដោយការលោភលន់បរិសដែលក្តាន់មាសធ្លាប់ជួយជីវិតនោះក៏បានក្បត់ពាក្យសន្យាហើយនាំព្រះរាជាទៅកាន់ព្រៃដែលក្តាន់មាសរស់នៅពេលព្រះរាជាហៀបនឹងយាធ្នូបាញ់ក្តាន់មាសមិនបានរត់គេចឡើយប៉ុន្តែបែរជានិយាយដោយវាចាដ៏ផ្អែមល្ហែមសួរទៅកាន់ព្រះរាជាថាតើនរណាជាអ្នកនាំព្រះអង្គមកទីនេះព្រះរាជាក៏ចង្អុលទៅកាន់បរិសនោះក្តាន់មាសក៏ពោលឡើងទាំងសោកស្ដាយថាសូម្បីតែកំណាត់ឈើអណ្ដែតទឹកក៏នៅមានប្រយោជន៍ជាងមនុស្សអកតញ្ញូខ្លះដែរនៅពេលបានឮរឿងរ៉ាវពិតព្រះរាជាមានការខឹងសម្បានឹងបរិសនោះយ៉ាងខ្លាំងប៉ុន្តែក្តាន់មាសបានខាត់ហើយសុំឲ្យព្រះរាជាអភ័យទោសដល់រូបគេដោយជ្រះថ្លានឹងទឹកចិត្តដ៏ពិសុទ្ធព្រះរាជាក៏បានដោះលែងក្តាន់មាសនិងឈប់បរបាញ់សត្វនៅក្នុងព្រៃនោះតទៅទៀតមេរៀនអប់រំនៅក្នុងរឿងនេះសំដៅទៅលើសេចក្តីកតញ្ញូការដឹងគុណអ្នកដែលធ្លាប់ជួយយើងគឺជាមង្គលដ៏ខ្ពង់ខ្ពស់ទោសនៃភាពលោភលន់មនុស្សដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានក្បត់សំបីអ្នកមានគុណនឹងត្រូវធ្លាក់ទៅក្នុងសេចក្តីវិនាសមេត្តាធម៌ការយកឈ្នះសត្រូវដោយសេចក្តីល្អនិងការអត់ឱនឲ្យគ្នាប្រសិនបើលោកយាយលោកតាពុកម៉ែបងប្អូនចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមជួយចុច Follow និង Subscribe នៅ Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូរឿងថ្មីបន្តទៀតសូមអរគុណ